ព្រះសម្មាសម្ពុទ្ធក៏ទ្រង់ត្រាស់សម្ដែងដែរត្រង់ចំណុចនឹងនិយាយអំពីបុគ្គលក្រក្នុងលោកទី1គឺពុទ្ធុបាតោទុលភោលោកស្មិងការកើតឡើងនៃព្រះសម្មាសម្ពុទ្ធគឺជាការកើតឡើងដោយកម្រគឺជាការកើតឡើងដោយកម្រហើយអ្នកដែលអាចចេះដឹងនៅពុទ្ធវចនៈនៅព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងហើយក៏ជាបុគ្គលកើតឡើងដោយកម្រក្នុងលោកនឹងមិនតន់និយាយថាត្រូវអាចសម្ដែងបានឬអត់ទេនិយាយត្រឹមតែថាអាចយល់ដឹងនៅអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនឹងក៏ជាបុគ្គលកម្រក្នុងលោកដែរបាតុភាវោទុលភោលោកស្មិងណាការកើតប្រកបនៃបុគ្គលដែលអាចស្ដាប់ហើយយល់នៅធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងហើយទ្រង់ប្រកាសសម្ដែងក៏ជាបុគ្គលកម្រក្នុងលោកចំណុចមួយទៀតការកើតឡើងនៃបុគ្គលដែលអាចប្រកាសសម្ដែងបាននៅពុទ្ធវចនៈនៅឱវាទពិតរបស់ព្រះសម្មាសម្ពុទ្ធក៏ជាបាតុភាវោទុលភោលោកស្មិងក៏ជាការកើតឡើងដោយកម្រក្រក្រៃនឹងព្រះសម្មាសម្ពុទ្ធសម្ដែងណាបងអ្នកសម្ដែងធម៌ក្នុងទីនេះដែលចាត់ទុកថាកម្រនោះគឺអ្នកសម្ដែងធម៌ដែលអាចយល់អត្ថនៃព្រះអភិធម្មនៅក្នុងគម្ពីរធម្មសង្កណីអត្តសាលីនីអត្តកថាសម្ដែងថាបុគ្គលបើទោះជាអាចយកធម៌មកសម្ដែងក៏ដោយក៏ប៉ុន្តែបើមិនមែនជាអ្នកឆ្លៀសនៅក្នុងព្រះអភិធម្មមិនឈ្មោះថាជាធម្មកថាទេពីព្រោះអ្វីពីព្រោះសច្ចៈដែលត្រូវប្រកាសឡើងមានពីរគឺសមតិសច្ចៈហើយនិងបរមត្ថសច្ចៈតាមពិតការយល់ដឹងនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធត្រឹមការសិក្សារឿងរ៉ាវនិងគាថាឬក៏ប្រសូតផ្សេងក៏មានបុគ្គលអ្នកអាចចេះសម្ដែងច្រើនក៏ប៉ុន្តែបើបុគ្គលមិនចាក់ធ្លុះនៅក្នុងបរមត្ថសច្ចៈមិនឈ្មោះថាជាធម្មកថាទេពីព្រោះមិនអាចចែកបញ្ញត្តិនិងបរមត្ថឲ្យដាច់ពីគ្នាបុគ្គលបែបហ្នឹងឈ្មោះថាបាតុភាវោទុលភោលោកស្មិងគឺជាបុគ្គលដែលកើតឡើងដោយកម្រក្នុងលោករស់វាមិនងាយបានចឹងមិនថាមានមួយហ្នឹងញាតិញោមជ្រះថ្លាសប្បាយចិត្តប៉ុន្តែធ្វើម៉េចសង្ខារមិនទៀងណាត្រូវជរានាំចូលទៅកាន់មរណៈចឹងហើយបានជាព្រះសម្មាសម្ពុទ្ធឲ្យយើងចេះទទួលស្គាល់នៅអ្វីដែលកំពុងមាននឹងឲ្យដឹងថាសំខាន់មនុស្សយើងភាកច្រើនតែមិនសម្គាល់នៅរបស់ដែលសំខាន់នឹងថាជាសំខាន់ពិតថាប្រកាសជាសំខាន់នៅពេលដែលរបស់នឹងកំពុងតែតាំងនៅកំពុងតែមានវត្តមាននៅឡើយដល់តែរបស់នឹងវាបាត់ទៅបានដឹងថាគួរឲ្យស្ដាយដូចជាព្រះមេកយៈកាលនោះព្រះអានន្ទមិនតាន់បានក្លាយជាឧបថៈរបស់ព្រះសម្មាសម្ពុទ្ធទេណាព្រះមេកយៈនឹងនៅថែរក្សាព្រះសម្មាសម្ពុទ្ធ
នៅបំរើព្រះអង្គនិមន្តទៅបិណ្ឌបាតតាមផ្លូវឃើញព្រៃស្វាយយ៉ាងត្រជាក់ត្រជុំហើយក៏គិតថាកន្លែងនេះស្ងប់ស្ងាត់ល្អជាមើលតមកវិញសូមព្រះអង្គទៅអង្គុយសមាធិនៅនឹងប្រតិបត្តិធម៌មកដល់ក៏ធ្វើដូចអ្វីដែលគិតសុំព្រះអង្គទៅព្រះអង្គហាមអត់ឲ្យទៅហាម3ដងដល់ទៅ3ដងព្រះអង្គថាបើតថាគតហាម3ដងហើយអ្នកនៅតែទៅអ្នកសម្លឹងកាលគួរចុះក៏ទៅដល់តែទៅវាមានបានស្ងប់មានបានធัวអីរវើរវាយនឹកនេះនឹកនោះអង្គុយបិទភ្នែកទៅឃើញតែរឿងផ្ដេសផ្ដាសបានត្រឡប់មកវិញអត់មានបានប្រយោជន៍អីអាត្មាលើករឿងបន្តិចនេះចង់និយាយថានៅគៀកកិតជាមួយអ្នកម្ចាស់ធัวហើយយើងទៅរកធัวក្នុងព្រៃណាអ្នកណាជាអ្នកសម្ដែងធัวព្រះធัวចេញមកពីណាប្រភពណាដែលជាអ្នកប្រកាសឡើងនៅធัวគឺព្រះសម្មាសម្ពុទ្ធហើយស្រាប់តែយើងមិនព្រមជញ្ជក់មិនព្រមក្រេបយកអំពីម្ចាស់ធัวយើងទៅរកដើមស្វាយទៅវិញដើមស្វាយនឹងចេះសម្ដែងធัวដើមស្វាយនឹងចេះពន្យល់ធัวអត់ទេការត្រាស់ដឹងធัวហើយយកមកសម្ដែងគឺព្រះសម្មាសម្ពុទ្ធតាមពិតព្រះអង្គទ្រង់ជ្រាបរួចជាស្រេចទៅហើយថាមេខយៈនេះតែបែកពីតថាគតទៅគ្មានប្រយោជន៍អីទេគ្មានបានចេះដឹងអីបន្ថែមទេប៉ុន្តែមូលហេតុដែលព្រះអង្គហាមដល់ទៅ3ដងដោយបំណងថាប្រសិនបើសុំឲ្យទៅហើយចេះតែឲ្យទៅពេលដែលទៅអត់បានអីមេខយៈនឹងមានកំណត់មួយថាព្រះអង្គមិនមែនមិនដឹងទេដឹងថាអញមកអត់ប្រយោជន៍មិនក៏មិនខាត់អញអញ្ចឹងព្រះអង្គត្រូវខាត់តែបើព្រះអង្គខាត់ឲ្យជាប់មេខយៈនឹងបន្ទោសថាព្រះអង្គខាត់អញនៅឲ្យតែនៅបំរើអត់គិតគូរថាអញជាបុថុជនត្រូវការត្រាស់ដឹងធម៌អីឃើញណាអញ្ចឹងឲ្យទៅខាត់ប៉ុន្តែនៅតែឲ្យអញ្ចឹងបានព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីធម៌ដែលធ្វើឲ្យអ្នកមានឥន្ទ្រីមិនតន់ចាស់ខ្លាឲ្យចាស់ខ្លាចំណុចសំខាន់ទី1គឺបាននៅគៀកកិតជាមួយនឹងសប្បុរសណាគៀកកិតជាមួយនឹងបុគ្គលជាទីសប្បាយគៀកកិតនឹងបុគ្គលដែលអាចដោះស្រាយនៅកង្វល់ផ្លូវចិត្តរបស់យើងបាននេះឯងអាត្មាចង់បញ្ជាក់ពាក្យដែលអាត្មាលើកឡើងថាមនុស្សជាច្រើននៅពេលរបស់មានតម្លៃនៅចិត្តខ្លួននៅពេលរបស់មានតម្លៃកំពុងតែវត្តមាននៅមិនសូវទទួលស្គាល់ទេជាពិសេសអាស្រ័យតែទៅលើការចំណែនគ្នាទៅខឹងគ្នាបន្តិចបន្តួចទៅអត់ឲ្យតម្លៃដល់តែបាត់បង់ទៅដឹងថារបស់នឹងមិនងាយធ្វើបានរបស់ស្អីស្អីខូចចូលជាងបាននាឡិកាងាប់យកទៅឲ្យជាងឆ្កឹះដើរវិញបានជំនួសងាប់ស្អីឆ្កឹះមកវិញឆ្កឹះមកវិញបានទេហ្នឹងហើយដាំមនុស្សមិនមែនដូចដាំរុក្ខជាតិទេញាតិញោមប៉ុន្តែយើងទាំងអស់គ្នាអាចទទួលស្គាល់ដែរនៅពេលដែលមានបុគ្គលណាមួយคล้ายទៅជាអ្នកអាចធ្វើកិច្ចការងារបានយើងអាចទទួលស្គាល់យើងអាចចង់បានមិនអត់ទេប៉ុន្តែខ្វះចំណុចមួយគឺការថែរក្សាឬក៏ខ្វះចំណុចមួយនៃការដាំមនុស្សពាក្យខ្មែរយើងនិយាយថាចង់បានផ្លែត្រូវខំថែគល់ពីព្រោះផ្លែហ្នឹងវាទល់តែគល់នឹងល្អបើមិនថែគល់ឲ្យល្អបានផ្លែទេបើរឹសវាដាច់អស់ហើយផ្លែទេមិនផ្លែទេនឹងចឹងរឿងតែអាត្មាលើកឡើងនេះមិនមែនជារឿងមកស្ដីបន្ទោសញាតិញោមអីទេប៉ុន្តែជាការសម្ដែងដើម្បីបញ្ជាក់គំនិតថា
អ្វីណាដែលព្រះសម្មាសម្ពុទ្ធថាក្រគឺពិតជាក្រមែនហើយយើងមើលហេតុអីបានវាក្រពីព្រោះមនុស្សមុននឹងដោះមួយវាត្រូវអាស្រ័យកត្តាអប់រំច្រើនហើយនឹងអាស្រ័យឆន្ទៈផ្ទាល់ខ្លួនរបស់បុគ្គលនោះទៀតអញ្ចឹងបានអ្នកបួសច្រើនអ្នករៀនធម៌ច្រើនតែអ្នកមានសមត្ថភាពយកធម៌ទៅផ្សព្វផ្សាយច្រើនឬតិចអាចពង្រឹងពង្រីកមានឆន្ទៈគោលជំហរខ្លួនឯងច្បាស់លាស់ធ្វើឲ្យចេញជាស្នាដៃអីមួយច្រើនឬតិចពីព្រោះអីមនុស្សមិនមែនរុក្ខជាតិទេមនុស្សមិនមែនរុក្ខជាតិទេអាស្រ័យនឹងការអប់រំផងអាស្រ័យនឹងយោនិសោមនសិការៈរបស់បុគ្គលនោះផង